មិនតអាគមដកខ្មៅងងឹតនៅក្នុងភូមិដាច់ស្រយាលមួយមានហេតុការណ៍ចម្លែកជាច្រើនបានចាប់ផ្ដើមកើតឡើងសត្វពាហនៈបាត់ខ្លួនដំណាំងងាប់ក្នុងមួយយប់ហើយភាពស្ងប់ស្ងាត់ដ៏គួរឲ្យព្រឺព្រួចបានគ្រប់ដណ្ដើបលើសហគមន៍ដែលធ្លាប់តែអ៊ូអរអ្នកភូមិព្រួយបារម្ភហើយខ្សឹបខ្សៀវគ្នាពីរឿងបណ្ដាសាបុរាណសូភីយ៉ាជាអ្នកបុរាណវិទ្យាវ័យក្មេងម្នាក់ដែលកំពុងស្រាវជ្រាវប្រាសាទបុរាណក្បែរនោះត្រូវបានគេហៅឲ្យមកជួយនាងមិនជឿរឿងអបិយជំនឿទេប៉ុន្តែភាពភ័យខ្លាចនៅក្នុងភ្នែកអ្នកភូមិធ្វើឲ្យនាងចាប់អារម្មណ៍នាងបានចាប់ផ្ដើមពិនិត្យមើលកន្លែងកើតហេតុនៅកន្លែងដែលដំណាំងងាប់សូភីយ៉ាបានរកឃើញដានចម្លែកជាច្រើនដែលមិនមែនជាស្នាមជើងសត្វវាជាស្នាមឆ្នូតដូចជាគេអូអ្វីមួយដុះធ្ងន់និងមានលំនាំប្លែកនៅលើដីស្ងួតក្បែរនោះនាងបានប្រទះឃើញសញ្ញាដែលគេឆ្លាក់ដោយដៃមើលទៅដូចរូបយន្តបុរាណនៅពេលដែលនាងកំពុងពិនិត្យយន្តនោះរំពេកនោះមានខ្យល់បក់មកយ៉ាងខ្លាំងនាំយកក្លិនឈាមនិងភក់ស្អុយមកជាមួយសូភីយ៉ាមានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលនាងពីក្រោយគុម្ពោតព្រៃងងឹតសំឡេងខ្សឹបខ្សៀវដ៏ស្ងាត់មួយបានបន្លឺឡើងក្នុងចិត្តនាងថាកុំរាវរកទៀតអីដោយមិនអើពើនឹងការព្រមាននោះសូភីយ៉ាបានត្រឡប់ទៅប្រាសាទបុរាណដែលនាងកំពុងសិក្សាវិញនាងសង្ឃឹមថានឹងរកឃើញតម្រុយអំពីយន្តនោះនៅក្នុងសិលាចារឹកចាស់នាងបានរកឃើញឯកសារសម្ងាត់មួយដែលលាក់ទុកក្នុងបន្ទប់ក្រោមដីនៃប្រាសាទដែលនិយាយពីក្រុមអាបធ្មប់ងងឹតមួយឯកសារនោះបានចង្អុលប្រហែងទៅកាន់ផ្ទះតូចមួយដែលនៅដាច់ឆ្ងាយក្នុងព្រៃជ្រៅជាកន្លែងដែលតាអាចារ្យចាស់ម្នាក់រស់នៅតាអាចារ្យនោះមានភ្នែកស្រអាប់តែមានពន្លឺចម្លែកគាត់បានប្រាប់សូភីយ៉ាពីរឿងនិទានដ៏គួរឲ្យរន្ធត់អំពីមន្តអាគមងងឹតដែលធ្លាប់តែលឹងបន្លាចភូមិនោះកាលពីបុរាណតាអាចារ្យបានបង្ហាញនាងនឹងវត្ថុបុរាណមួយដែលជាកាំបិតខ្លីធ្វើពីឆ្អឹងហើយមានឆ្លាក់យ័ន្តដូចគ្នាទៅនឹងយ័ន្តដែលនាងបានរកឃើញលើដីគាត់បានពន្យល់ថានេះជាឧបករណ៍ដែលប្រើសម្រាប់ធ្វើពិធីបូជាយញ្ញដ៏សាហាវដើម្បីដាស់វិញ្ញាណអាក្រក់ឲ្យក្រោកឡើងនាងបានប្រទះឃើញសញ្ញាដែលគេឆ្លាក់ដោយដៃមើលទៅដូចរូបយន្តបុរាណនៅពេលយប់សូភីយ៉ាត្រឡប់មកភូមិវិញអ្វីមើលទៅខុសពីធម្មតាផ្ទះខ្លះមានទ្វារបើកចំហើហើយមិនមានអ្នកណាឆ្លើយតបនៅពេលនាងហៅនាងបានឮសំឡេងខ្សឹបខ្សៀវចេញពីព្រៃម្ដងទៀតតែលើកនេះវាមិនមែននៅក្នុងចិត្តនាងទៀតទេគឺចេញមកពីគ្រប់ទិសទីនាងបានដឹងថាមន្តអាគមដ៏ខ្មៅងងឹតដែលតាអាចារ្យបាននិយាយនោះមិនមែនគ្រាន់តែជារឿងបុរាណនោះទេវាបានរស់ឡើងវិញហើយភាពស្ងាត់ស្ងៀមរបស់ភូមិនេះមិនមែនមកពីការភ័យខ្លាចទៀតទេតែមកពីអវត្តមានភ្លាមនោះសំឡេងស្រែកយ៉ាងខ្លាំងបានបន្លឺពីផ្ទះមួយសូភីយ៉ាបានរត់ទៅមើលហើយឃើញអ្នកភូមិម្នាក់កំពុងដេកដួលនៅនឹងដីស្លៀកពាក់ឈុតធ្វើពិធីបុរាណហើយមានស្នាមយ័ន្តគូសលើដងខ្លួនភ្នែករបស់គាត់បើកធំគ្មានជីវិតសូភីយ៉ាបានយល់ពីអ្វីដែលកំពុងកើតឡើងមនុស្សមិនមែនបាត់ខ្លួនទេគឺពួកគេត្រូវបានចាប់ខ្លួនដើម្បីធ្វើពិធីបូជាយញ្ញនាងបាននឹកឃើញដល់កាំបិតឆ្អឹងនិងស្នាមឆ្នូតលើដីមិនអាគមនេះកំពុងទាមទារជីវិតភាពភ័យរន្ធត់បានវាយប្រហារនាងនៅពេលដែលនាងឃើញពន្លឺភ្លើងព្រិចចេញពីព្រៃជ្រៅឆុះទៅកាន់ប្រាសាទបុរាណវាជាក្រុមមនុស្សមួយក្រុមដែលកាន់ពិលនិងកំពុងអូសសាកសពពួកគេកំពុងធ្វើដំណើរទៅកាន់ទីកន្លែងបូជាយ៉ាងចុងក្រោយសូភីយ៉ាដឹងថានាងត្រូវតែបោះទុកពួកគេមុនពេលដែលបិសាចពីបុរាណនឹងត្រូវដាស់ឲ្យក្រោកឡើងជាស្ថាពរ